ស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះកែវម៉ារ៉ាឌីអេដិនខ្ញុំមានអាយុ28ឆ្នាំហើយសប្តាហ៍ថ្ងៃខ្ញុំមានតួនាទីជា System Support and Communication Supervisor នៅក្រុមហ៊ុន Heineken Cambodia ខ្ញុំធ្លាប់ជាអតីតនិស្សិតនៃសាកលវិទ្យាល័យកម្ពុជាបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មអន្តរជាតិ iTrack នៅក្នុងឆ្នាំ2018ការចងចាំដែលខ្ញុំតែងតែនឹកឃើញមុនគេនោះគឺនៅពេលដែលខ្ញុំក៏ដូចជាមិត្តរួមថ្នាក់ហើយនិងមិត្តរួមសាលាដទៃទៀតបានខ្លាចខ្លួនជាបេក្ខភាពតំណាងឲ្យសាកលវិទ្យាល័យទៅប្រកួតជាមួយនឹងសាកលវិទ្យាល័យដទៃទៀតនៅក្នុងរាជធានីភ្នំពេញទៅលើកម្មវិធីជាច្រើនដូចជា debate ឬក៏យើងហៅថាវេទិកាជជែកពិភាក្សាយុវជនថ្នាក់ជាតិទៅលើការសម្ដែងល្ខោននិយាយទៅលើការប្រកួតទៅលើរបាំប្រពៃណីឬក៏របាំប្រជាប្រិយជាដើមចំណុចបន្ទាប់ទៀតគឺខ្ញុំមានមិត្តភ័ក្តិហើយនិងលោកគ្រូអ្នកគ្រូល្អៗដែលគាត់មានបទពិសោធន៍ខ្ពស់ទៅលើការជួយសម្រួលការបង្រៀនដើម្បីយើងមានភាពងាយស្រួលក្នុងការយល់និយាយអំពីការពេលដែលខ្ញុំចប់ឆ្នាំទី4នៅសាកលវិទ្យាល័យកម្ពុជាហើយការងារដែលខ្ញុំធ្វើបន្តទៀតហ្នឹងគឺជាអ្នក run visa ហើយជា tour leader បាទជាអ្នកនាំភ្ញៀវទេសចរទៅប្រទេសអឺរ៉ុប11ប្រទេសចឹងវាមានច្រើនប្រទេសពេលហ្នឹងហើយការវិវត្តខ្លួនរបស់ខ្ញុំក៏មានច្រើនទៀតដោយសារតែអ្វីដែលខ្ញុំបានរៀនយកមកប្រើជាមួយនឹងការងាររបស់ខ្ញុំហ្នឹងគឺវាមានលទ្ធផលល្អអញ្ចឹងចេញពីខាង visa ខាងវិស័យទេសចរនាំភ្ញៀវទៅដើរលេងខ្ញុំក៏ចាប់ផ្ដើមការងាររបស់ខ្ញុំជាប្រធានផ្នែកលក់មួយកន្លែងនៅក្រុមហ៊ុនសិង្ហបុរីមួយបាទហើយចាប់ពីនឹងមកទៀតទើបខ្ញុំចូលបម្រើការងារជា Regional Sales Supervisor បាទប្រចាំតំបន់នៅក្រុមហ៊ុន JTI Japan Tobacco International បើសួរថាតើអ្វីដែលបានរៀនយកមកប្រើប្រាស់បានច្រើនកម្រិតណានៅក្នុងវិស័យការងារខ្ញុំហ៊ាននិយាយបានថាប្រើច្រើនសង្កត់ទាំងស្រុងដោយសារតែការនៅរៀនគឺខ្ញុំជ្រើសរើសយកនៅមុខជំនាញដែលត្រូវជាមួយនឹងគេហៅថាសមត្ថភាពរបស់ខ្ញុំហើយនឹងអ្វីដែលខ្ញុំចូលចិត្តស្រាប់ជាចុងក្រោយបងសូមជូនពរបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងការសិក្សាមិនថាជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសហើយអ្វីដែលកាន់តែពិសេសនោះគឺប្រឡងចប់គ្រប់ term ហើយត្រូវចាំថាឆ្នាំទី4ប្រឡងចេញត្រូវប្រឡងឲ្យជាប់ហើយនឹងជោគជ័យទាំងអស់គ្នាបាទហើយអ្វីដែលបងចង់ចែកម្លែកទៅកាន់បងប្អូននោះគឺបើសិនជាអាចសូមចំណាយពេលវេលាក្នុងការចូលរួមនៅសកម្មភាពរបស់សាលាឲ្យបានច្រើនឬក៏ចូលរួមនៅក្នុងនាមជានិស្សិតតំណាងឲ្យក្លឹបផ្សេងៗរបស់សាកលវិទ្យាល័យកម្ពុជាដូចជា UCAS ឬក៏យើងហៅថាជាសភានិស្សិតរបស់សាលាយុវជនកាកបាទក្រហមឬក៏យុវជនតំណាងឲ្យក្លឹបណាមួយដែលបងប្អូនគិតថាបងប្អូនចូលចិត្តហើយមានដងទៅខាងហ្នឹងទៀតអញ្ចឹងនៅពេលដែលបងប្អូនចប់នៅឆ្នាំទី4របស់បងប្អូនការងាររបស់បងប្អូននឹងគេហៅថានឹងទទួលបានកម្រៃមួយដែលស្ថិតនៅក្នុងកម្រិតល្អបងគូហើយអញ្ចឹងកុំឲ្យខាត់ពេលរៀនបដាធ្វើការបដាជាជំរឿនល្អបំផុតបាទអរគុណទាំងអស់គ្នា